បាទរបស់កាយគ្រប់នឹងជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់បាទថ្ងៃនេះខ្ញុំបាទគូសារៈមានជាប្រភេទកូនឡានបង្ហាញពុកម៉ែបងប្អូនទៀតហើយបាទប្រភេទហ្នឹងគឺជាប្រភេទកូនឡានប្រភេទប៉ុង2ពុកម៉ែបងប្អូនប៉ុង2បាទបំពាក់ម៉ាស៊ីន100កៅបាទ100កៅហ្នឹងគឺស្មើនឹង19សេះប្រភេទនេះគឺមានដេពុកម៉ែបងប្អូនម៉ាស៊ីនហ្នឹងគឺមានដេម៉ាស៊ីនតូតូបាទម៉ាស៊ីនហ្នឹងចាស់ទេបាទអត់ថ្មីទេគឺម្ចាស់គាត់យកម៉ាស៊ីនចាស់មកដាក់ទេបាទបើថ្មីក៏បានចាស់ក៏បានអត់អីទេបាទពុកម៉ែបងប្អូនឲ្យតែមានម៉ាស៊ីនគឺសេវលុយបានច្រើនបាទថ្ងៃនេះខ្ញុំបាទគូសារ៉ាត់បាទបង្ហាញពុកម៉ែបងប្អូនបាទពីការបាញ់ថ្នាំបាទអានេះគឺយើងបាញ់ថ្នាំបាទតើកម្លាំងបាញ់ថ្នាំរបស់វាគឺបានប្រមាណ100បាទទស្សនាទាំងអស់គ្នាបាទអានឹងយើងរោម៉ាស៊ីនល្មមទេបាទបើយើងរោខ្លាំងកម្លាំងទឹកក៏ខ្លាំងតាមនឹងពុកម៉ែបងប្អូនប្រភេទនេះពុកម៉ែបងប្អូនកាឡាកាប់មុខក្រោយមានកាប់បេតាសបាទមានកាប់តាសកាឡាកាប់មុខក្រោយហើយប៉ុង2ពុកម៉ែបងប្អូនប៉ុង2បាទ4គុណនឹង4បាទប្រភេទនេះរៀងវាគឺតូចច្រឡឹងបាទពុកម៉ែបងប្អូនຂະຫນາດបើយើងនិយាយរឿងຂະຫນាតវិញຂະຫນាតវា3តោនចុះក្រោមពុកម៉ែបងប្អូនប្រភេទហ្នឹងយើងបាញ់ថ្នាំមានទូរ៉េនចន្ទីបាទត្រូវហើយពុកម៉ែបងប្អូនបាទមកអេមបាទមកអេមបាទអានេះគឺយើងអត់ទាន់បានតឡើងម៉ាស៊ីនខ្លាំងប្រហែលទេបើយើងតឡើងមកល្មមបាទបើពុកម៉ែបងប្អូនបាញ់ពិតប្រាកដគឺតឡើងម៉ាស៊ីនខ្លាំងជាងនឹងសារ៉េទឹកឲ្យខ្លាំងទៅគឺហុយបាទគឺមកអេមបាទពុកម៉ែបងប្អូនប្រភេទនេះគឺយើងបានទាំងបាញ់បានទាំងដឹកហើយពុកម៉ែបងប្អូនដូចថាចង់កាត់ស្មៅកាត់អីគឺយើងប្រពាក់ម៉ាស៊ីនកាត់ស្មៅបានពីក្រោមទៀតក៏បានពីមុខបានពុកម៉ែបងប្អូនបាទគឺបាទអូពុះល្អបាទអានេះយើងអត់ទាន់ស្រេធំទេបាទពុកម៉ែបងប្អូនគឺយើងស្រេធំគឺធំជាងហ្នឹងបាទខ្ញុំបាទអត់មានអីច្រើនទេបាទប្រភេទហ្នឹងគឺយើងកែដោយស្នាដៃគុណខ្មែរបាទពុកម៉ែបងប្អូនណាដែលមានចំណាប់អារម្មណ៍អាចចង់បានបាទសាកសួរបានបាទលុយមានអត់គ្រប់យើងមានម៉ាស៊ីនយើងយកម៉ាស៊ីនមកដាក់ចំណេញបាទពុកម៉ែបងប្អូនចំណេញបាទទឹកហ្នឹងគឺយើងបាញ់ក៏យើងគិតទៅវាសមនឹងជួបហើយបាទស្វាយស្លឹកស្វាយស្លឹកអីបាទពុកម៉ែបងប្អូនបាទខ្ញុំបាទអត់មានអីច្រើនទេបាទពុកម៉ែបងប្អូនបាទជួយគ្រប់គ្រងបាទស្នាដៃគុណខ្មែរយើងផងបាទសូមអរគុណនិងសូមគោរពលា